យើងនិយាយអំពីស្ថានភាពmaintenant làគេហៅថាស្ថានភាពបច្ចុប្បន្នក្នុងពេលវេលានេះម៉ោងនេះជាភាសាបារាំងគេថា à l'heure actuelle à l'heure actuelle បើយើងនិយាយអំពីស្ថានភាពថា situation actuelle ណានិយាយអំពីទាហាន un soldat ឬក៏ un militaire កងទ័ពណា un militaire un soldat និយាយអំពីការវាយប្រហារជាភាសាបារាំងថា une frappe aérienne គឺតាមរបៀបដែនអាកាស une frappe aérienne បើនិយាយអំពីតាមជើងគោកដោយទ័ពថ្មើរជើង une frappe terrestre អានឹងមួយយើងនិយាយអំពីមួយទៀតគេហៅថាចំណាប់ខ្មាំងដែលយើងចំណាំនិយាយពីការចំណាប់ខ្មាំងនោះគឺ un otage សង្គ្រាមតែម្ដង la guerre ពាក្យផ្ទុយនឹងសង្គ្រាមដែលយើងចង់បានគ្រប់គ្នា la paix PAIX សន្តិភាពការឈ្លានពានគឺ l'invasion ការឈ្លានពានការប៉ះទង្គិចមួយទៀតគេហៅ un affrontement aussi ឬក៏ un conflit ការវាយប្រហារគ្នាណា un conflit aussi un conflit armé គឺការវាយប្រហារដោយអាវុធនឹងឯង un conflit armé មកនោះយើងនិយាយអំពីអធិបតេយ្យភាព la souveraineté បូរណភាពដែនដី l'intégrité ដែនដី le territoire មាតុភូមិ la patrie ជាតិ la nation ជនរួមជាតិ un compatriote ពលរដ្ឋ un citoyen défendre ការពារ défendre la souveraineté et l'intégrité territoriale គឺការពារបូរណភាពដែនដីនិងអធិបតេយ្យភាពណា attiser ជាកិរិយាសព្ទមួយបកប្រែមួយថា provoquer aussi គឺញុះញង់ attiser និងមួយទៀតធ្វើឲ្យស្អីមួយដែលវារៀងស្ងប់ស្ងាត់ហើយនឹងវាកម្រើកឡើងមកវិញ attiser ណា soutenir គាំទ្រ soutenir boycotter ធ្វើពហិការ boycotter ឈ្លានពាន envahir ចោះចាញ់ capituler ចោះចាញ់ céder ជា synonyme មានសត្វទស្សន័យ être vaincu ចោះចាញ់ដូចគ្នាណាឧទាហរណ៍យើងនិយាយមួយពាក្យមួយបើសិនយើងមើលកុនសង្គ្រាមកុនអីណា l'ennemi est vaincu បានន័យថាសត្រូវចោះចាញ់ហើយ l'ennemi capitule a capituler សត្រូវគឺចោះចាញ់នេះគឺជាពាក្យដែលតាក់ទងជាមួយសង្គ្រាមនិងពាក្យយើងដែលយើងចំណាំនិយាយថាការឈប់បាញ់បត់ឈប់បាញ់នោះគឺ un cessez le feu ឬក៏ une trêve បត់ឈប់បាញ់ការឈប់បាញ់ណាការផ្អាកការបាញ់អីចឹងទៅទល់ដែនគឺ la frontière ទល់ដែនបើយើងនិយាយពីគុណនាមបើថាសង្គ្រាមតាមទល់ដែនឬក៏ការប៉ះទង្គិចតាមទល់ដែននោះយើងហៅថា affrontement frontalier ឬក៏ la guerre ឬក៏ une guerre frontalière ដែលជាគុណនាមរបស់ la frontière ណាគឺតកតងជាមួយនឹងទល់ដែនថ្កោលទោស condamné សរសេរជាមួយនឹង DAM ប៉ុន្តែអាន dan condamné ថ្កោលទោស traité បានថាសន្ធិសញ្ញា un accord គឺកិច្ចព្រមព្រៀង